បាទសូមស្វាគមន៍ប្រិយមិត្តមកកាន់វគ្គទី2បន្ទាប់ពីបានស្ដាប់ចម្រៀងដល់ពីរោះមួយបទពីកម្មវិធីយើងឥឡូវនេះយើងងាកមកកម្មវិធីយើងដែលបន្តនៅកិច្ចពិភាក្សាដដែលដែលនិយាយអំពីរបៀបនៃការចិញ្ចឹមកូនបាទហើយការពីវគ្គមុនយើងក៏បានលើកពីរបៀបនៃការចិញ្ចឹមកូនដែលមានឥទ្ធិពលកាលពីសម័យបុរាណដែលធ្វើឲ្យប៉ះពាល់ទៅដល់អាកប្បកិរិយារបស់កុមារផងដែរបាទហើយពេលនេះយើងនឹងបន្តកិច្ចពិភាក្សាទៅលើប្រភេទ3យ៉ាងទៀតដែលធ្វើឲ្យប៉ះពាល់ទៅដល់សកម្មភាពនិងអាកប្បកិរិយារបស់ក្មេងបន្តទៀតតែម្ដងដោយវគ្គមុនយើងបានលើកមួយហើយឥឡូវនេះសល់3ទៀតបាទអញ្ចឹងលោកធានសេងសូមបន្តជាមួយនឹងចំណុចនេះទាំងអស់តែម្ដងបាទសូមអញ្ជើញបាទអញ្ចឹងជ្រាបសួរជាសាជាថ្មីម្ដងទៀតដល់ប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាអញ្ចឹងឥឡូវនេះគឺខ្ញុំការចិញ្ចឹមបីបាច់ថែរក្សាកូនហ្នឹងគឺគេបានបែងចែកជា3ប្រភេទបន្ថែមមានអ្នកស្រាវជ្រាវម្នាក់ទៀតគាត់បានបន្ថែមមកប្រភេទទៀតអញ្ចឹងទាំងអស់មាន4ប្រភេទអញ្ចឹងប្រភេទទី1ហ្នឹងគឺគេហៅថាប្រភេទផ្ដាច់ការការចិញ្ចឹមបីបាច់ថែរក្សាកូនតាមរយៈលក្ខណៈបែបផ្ដាច់ការហើយមួយទៀតហ្នឹងគឺទំរើសមួយក៏បណ្ដោយកូនហើយមួយទៀតហ្នឹងគឺគេប្រើពាក្យថាប្រជាធិបតេយ្យអញ្ចឹងការចិញ្ចឹមបីបាច់តាមរយៈប្រជាធិបតេយ្យតែប្រភេទ3ហ្នឹងវាមានលក្ខណៈខុសគ្នាយ៉ាងម៉េចហើយវាមានឥទ្ធិពលឲ្យគេខ្លះទៅដល់កូនអញ្ចឹងខ្ញុំបាទនៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនតាមបែបការផ្ដាច់ការណាគេប្រើពាក្យមួយគេថាកូនគឺគាត់ទទួលយកប៉ុន្តែគឺគាត់មិនគោរពតាមនៅអ្វីដែលឪពុកម្ដាយរបស់គាត់ចង់ឯងមានថាពេលឪពុកម្ដាយរបស់គាត់និយាយមកគឺគាត់ទទួលយកគាត់ប្រកាន់យកប៉ុន្តែគាត់អត់គោរពឯដោយសារតែវាលក្ខណៈព្រោះយើងនិយាយពីការផ្ដាច់ការមានន័យថាកូននោះគឺអត់មានសិទ្ធិក្នុងការចែកម្លែកក្នុងការនិយាយការបញ្ចេញមតិអីផ្សេងៗហ្នឹងគឺគាត់អត់មានសិទ្ធិអញ្ចឹងឪពុកម្ដាយហ្នឹងគឺគាត់ដើរតួនាទីជាប៉ូលីសជាតឡាការដោយមិនអោយកូនហ្នឹងគឺជាអ្នកនិយាយនោះគឺគាត់ជាអ្នកវាតម្លៃមួយគាត់ជាអ្នកវិនិច្ឆ័យរាល់ការសម្រេចចិត្តរបស់កូនទាំងអស់អញ្ចឹងកូនអញ្ចឹងឪពុកម្ដាយរបស់គាត់ឪពុកម្ដាយហ្នឹងគឺគាត់គាត់គ្រប់គ្រងទៅលើការដោះស្រាយបញ្ហារបស់កូនអញ្ចឹងមានថាកូនមានបញ្ហាអត់ឲ្យកូនដោះស្រាយដោយខ្លួនឯងគាត់ដោះស្រាយឲ្យកូនហើយណាមួយគឺឪពុកម្ដាយហ្នឹងគឺគាត់មានទំនោរជានិយាយឮខ្លាំងកំហរណាហើយនឹងឆាប់ខឹងជាមួយកូននេះជាដើមនិយាយថាបញ្ចេញឥទ្ធិពលឬក៏អំណាចរបស់គាត់ឲ្យកូនឃើញណាបាទសូមបន្តទៀតទៅបាទហើយអញ្ចឹងមានថានៅពេលគាត់និយាយខ្លាំងនិយាយបែបខឹងអីចឹងទៅគឺធ្វើឲ្យកូនរបស់គាត់ហ្នឹងគឺគោរពដែរតែគោរពដោយភាពភ័យខ្លាចណាបាទកូនរបស់គាត់គោរពពេលឪពុកម្ដាយគាត់និយាយមកគឺគាត់គោរពធ្វើតាមចេះធ្វើតាមចោះប៉ុន្តែគឺគាត់គោរពដោយភាពភ័យខ្លាចអញ្ចឹងនៅក្នុងហ្នឹងគឺគេហៅថាយុទ្ធសាស្ត្រឈ្នះចាញ់ហ្នឹងគឺអ្នកណាគេឪពុកម្ដាយគឺជាអ្នកឈ្នះកូនជាអ្នកចាញ់រហូតអញ្ចឹងវាអត់ខុសពីរឿងនិទានរបស់ខ្មែរយើងកាលពីមុនដែលតាក់ទងជាមួយនឹងដាទាត់កែវណាចាំដាទាត់កែវហ្នឹងឲ្យបើម្ដាយដាទាត់កែវស្ដីឲ្យកូនដល់ពេលកូនដាទាត់កែវស្ដីឲ្យកូនទៀតអញ្ចឹងវាអត់ខុសពីរឿងនិទានរបស់ខ្មែរយើងដែរទេហើយអញ្ចឹងនៅពេលដែលការអប់រំរបស់គាត់បែបលក្ខណៈអញ្ចឹងកូនរបស់គាត់នឹងមានការឆ្លើយតបទី1គឺខឹងមួយឪពុកម្ដាយរបស់គាត់ដែលឪពុកម្ដាយរបស់គាត់នឹងកំហកដាក់គាត់ស្ដីឲ្យគាត់អត់គ្រប់គាត់អត់ផ្ដល់សេរីភាពឲ្យគាត់អីចឹងណាគឺគាត់បិទសិទ្ធហ្មងមួយទៀតគឺកូនរបស់គាត់នឹងអាចនឹងប្រឆាំងនៅពេលណាមួយព្រោះដូចខ្ញុំបានលើកឡើងមកអញ្ចឹងគឺគាត់ប្រកាន់យកនៅអ្វីដែលគាត់នឹងនិយាយណែនាំប៉ុន្តែគឺគាត់មិនគោរពតាមទេគឺគាត់យកគាត់ចង់មានន័យថាគាត់យកឥឡូវប៉ុន្តែគាត់អត់ធ្វើតាមឥឡូវគាត់ថាសន្យាថាជប់ដើរហើយគាត់សន្យាអញ្ចឹងប្រកាន់យកតែពេលហ្នឹងឯងតែគាត់អត់គោរពថាអត់គោរពពាក្យសន្យារបស់គាត់ទេនៅតែដើរតែចង់មានន័យថាអញ្ចឹងបាទហើយមួយទៀតគឺគាត់ហ្នឹងគឺចាប់ដើមនិយាយកុហកហើយនឹងអត់បញ្ចេញអារម្មណ៍ពិតពីក្នុងខ្លួនរបស់គាត់មកឯងលើអស់ថាគាត់មានអារម្មណ៍ថាគាត់អត់ពេញចិត្តនៅរបស់មួយហ្នឹងឯងប៉ុន្តែឪពុកម្ដាយរបស់គាត់ហ្នឹងបង្ខំឲ្យគាត់ហ្នឹងឲ្យយកអាហ្នឹងអញ្ចឹងមានថាគាត់ហ្នឹងព្យាយាមលាក់បាំងនៅអារម្មណ៍របស់ខ្លួនឯងគឺគាត់មិនចែករំលែកអារម្មណ៍របស់ខ្លួនឯងពិតហ្នឹងទៅឪពុកម្ដាយរបស់គាត់ទេអញ្ចឹងមានថាឪពុកម្ដាយរបស់គាត់អាចស្វែងយល់ពីបញ្ហាផ្លូវចិត្តរបស់គាត់បញ្ហាអីរបស់គាត់បានទេដោយសារតែកូនហ្នឹងគឺបានលាក់បាំងនៅបញ្ហាទាំងអស់ហ្នឹងឯងគឺគាត់អត់បញ្ចេញមកឲ្យឪពុកម្ដាយគាត់ដឹងឯងហើយមួយទៀតគឺគាត់ភ័យខ្លាចក្នុងការសាកល្បងធ្វើអីវិញថ្មីអញ្ចឹងណាព្រោះដោយសារតែឪពុកម្ដាយរបស់គាត់ហ្នឹងគឺគ្រប់គ្រងគាត់ខ្លាំងអត់ឲ្យគាត់នឹងធ្វើអីឆ្លាក់ណាស់ណាឯងដោយសារគឺគាត់
និយាយរួមគឺឪពុកម្ដាយរបស់គាត់មានឥទ្ធិពលលើគាត់ហ្នឹងមិនអាចមានគឺគាត់មានភាពភ័យខ្លាចក្នុងការធ្វើអីថ្មីណាអញ្ចឹងមានថាកូនរបស់គាត់ហ្នឹងគឺអត់មានភាពច្នៃប្រឌិតទេអត់មានភាពច្នៃប្រឌិតក្នុងការបង្កើតអ្វីថ្មីមួយផ្សេងទៀតទេខ្ញុំមានថាកូនរបស់គាត់មានគំនិតណែដដែលអញ្ចឹងបាទហើយមួយទៀតហ្នឹងគឺកូនរបស់គាត់ហ្នឹងគឺអត់មានកូនរបស់គាត់ហ្នឹងគឺអត់មានទំនួលខុសត្រូវក្នុងការធ្វើអីមួយទេសម្រាប់ការអប់រំបែបហ្នឹងណាកូនរបស់គាត់អត់មានទំនួលខុសត្រូវมันអាចដោះស្រាយបញ្ហាបានអញ្ចឹងមានថាការដោះស្រាយបញ្ហារបស់គាត់ហ្នឹងគឺពឹងផ្អែកទៅលើឪពុកម្ដាយទាំងស្រុងហ្មងធ្វើអីមួយគឺត្រូវតែឲ្យឪពុកម្ដាយរបស់គាត់ហ្នឹងជាអ្នកដោះស្រាយជូនគាត់ព្រោះគាត់អត់អាចដោះស្រាយបានដោយសារតែឪពុកម្ដាយរបស់គាត់ហ្នឹងអត់បានផ្ដល់ឱកាសឲ្យគាត់ទេហើយមួយទៀតគឺកូនរបស់គាត់ហ្នឹងអត់មានភាពឯករាជ្យទេដូចខ្ញុំលើកឡើងមកមិញអញ្ចឹងគឺវាអត់មានភាពឯករាជ្យដោយសារតែឪពុកម្ដាយរបស់គាត់ហ្នឹងគឺជាអ្នករៀបចំគ្រប់គ្រងអីទាំងអស់ហ្នឹងគាត់មានសិទ្ធិក្នុងការធ្វើអីមួយផ្សេងទៀតទេហើយការអប់រំមួយទៀតហ្នឹងគឺហៅការអប់រំតាមដោយតម្រើសខ្លាំងណាការតម្រើសខ្លាំងគឺគាត់ប្រើវិធីសាស្ត្រជាច្រើនដើម្បីបញ្ចុះបញ្ចូលឲ្យកូនរបស់គាត់ហ្នឹងមានការសហការជាមួយគាត់ដោយសារតែគាត់គិតថានៅពេលដែលគាត់ឲ្យរបស់អីមួយថាកូនចង់បាននេះគាត់ឲ្យនេះទៅគឺធ្វើឲ្យកូនរបស់គាត់ហ្នឹងឆាប់ស្ដាប់គាត់ហើយថ្ងៃក្រោយទៅគាត់ដឹងថាឲ្យតែគាត់ចង់បានអីគឺគាត់បានហ្នឹងអញ្ចឹងគាត់គិតថាការធ្វើបែបហ្នឹងគឺកូនរបស់គាត់ស្ដាប់តាមការអប់រំរបស់គាត់ហើយប៉ុន្តែលក្ខណៈបែបហ្នឹងគឺវាអត់ទាន់មានលក្ខណៈត្រឹមត្រូវនៅឡើយទេបាទអាចថាចិញ្ចឹមកូនបែបហ្នឹងវាធ្វើឲ្យកូនហ្នឹងតម្រើសខ្លាំងរហូតដល់ហ៊ានទានៅរបស់ដែលមិនសមនឹងសមត្ថភាពខ្លួនរកបានឬក៏ទានៅរបស់ដែលខ្លួនចង់បានដែលឪពុកម្ដាយគាត់សមត្ថភាពអត់ដល់ហើយផ្សេងដែលធ្វើឲ្យកូនហ្នឹងអាចឈានទៅរកសកម្មភាពផ្សេងដែលប្រឆាំងនឹងគ្រួសារឬក៏សង្គមដែលគាត់ចង់បាននៅរបស់ដែលគាត់ចង់បានប៉ុន្តែក្រុមគ្រួសារគាត់គង់អត់បានបាទអញ្ចឹងប្រភេទមួយទៀតហ្នឹងគឺជាលក្ខណៈប្រភេទនៃការអប់រំតាមបែបលក្ខណៈប្រជាធិបតេយ្យអញ្ចឹងលក្ខណៈប្រជាធិបតេយ្យគឺយើងអាចនិយាយថាវាជាយុទ្ធសាស្ត្រឈ្នះអញ្ចឹងឪពុកម្ដាយក៏ឈ្នះកូនក៏ឈ្នះមានថាគឺគាត់អាចចុះសម្រុងមួយគ្នាបានអញ្ចឹងនៅក្នុងហ្នឹងគឺចឹងកូនរបស់គាត់ហ្នឹងគឺអាចតាមលក្ខណៈយុទ្ធសាស្ត្រហ្នឹងគឺត្រូវឪពុកម្ដាយហ្នឹងគឺគាត់បើកទូលាយក្នុងការសម្រេចចិត្តរបស់កូនស្ដាប់មតិរបស់កូនទោះជាបើមតិហ្នឹងវាមិនល្អក៏ដោយប៉ុន្តែយើងស្ដាប់គាត់សិនហើយយើងប្រាប់គាត់វិញថាមតិចេះកែសម្រួលវិញទៅវាល្អជាងយើងបំបិតគាត់ចោលទាំងអស់ហ្មងហើយបើសិនជាការអប់រំតាមបែបផ្ដាច់ការគឺគាត់បិទចោលហ្មងអត់ឲ្យនិយាយអញ្ចឹងគឺនៅក្នុងការអប់រំតាមបែបផ្ដាច់ការហ្នឹងគឺគាត់និយាយគាត់តែងតែនិយាយពាក្យមួយចាស់និយាយគ្នាក្មេងៗកុំលុកមាត់ហ្នឹងពាក្យមួយហ្នឹងគឺធ្វើឲ្យក្មេងលេងហ៊ាននិយាយហ្មងលេងហ៊ាននិយាយជាមួយឪពុកម្ដាយមួយនិយាយមួយអ្នកដទៃហ្មងថាទោះគាត់មានរឿងអីថ្មីមួយក៏ដោយគាត់ចង់ចែកម្លែកអីមួយថ្មីក៏គាត់អត់ចង់និយាយដែរគាត់លេងហ៊ានក្នុងការនិយាយឯងព្រោះឲ្យតែគាត់និយាយទៅគឺគាត់ដឹងគេនិយាយថាអញ្ចឹងឯងគេនិយាយថាចាស់និយាយគ្នាក្មេងកុំលុកមាត់អីចឹងហ្នឹងវាជាបញ្ហាមួយដែរបាទអានេះជាចំណុចមួយដែលឪពុកម្ដាយគ្រប់រូបគួរតែគិតដែរអាចថាចិញ្ចឹមកូនមួយដែលធ្វើឲ្យសិទ្ធិសេរីភាពក្នុងការនិយាយរបស់កូនហ្នឹងក៏ជារបៀបនៃការចិញ្ចឹមមួយដែលឲ្យតម្លៃនៅពាក្យសម្ដីឬក៏គំនិតណាមួយរបស់កូនដើម្បីជាផ្នែកមួយលើកទឹកចិត្តដល់ពួកគាត់ដើម្បីឲ្យគាត់ហ៊ានបញ្ចេញមតិនៅសកម្មភាពណាមួយឬក៏ឲ្យគាត់ចូលរួមនៅសកម្មភាពដូចជាប្រសិនជាផ្ទះយើងមានកម្មវិធីបុណ្យឬក៏កម្មវិធីផ្សេងអាចឲ្យគាត់ចូលរួមលើកជាមតិឬគំនិតផ្សេងដើម្បីបន្ថែមនូវចំណុចខ្វះខាតនៅក្នុងកម្មវិធីនៅក្នុងផ្ទះយើងអាហ្នឹងវាជាចំណុចមួយដែលជួយឲ្យកូននឹងមានភាពក្លាហានក្នុងការបញ្ចេញមតិផងដែរកុំលក្ខណៈតែនៅចាស់ក្មេងកំលុកមាត់អាហ្នឹងធ្វើឲ្យសកម្មភាពហ្នឹងវាអាចប៉ះពាល់ទៅដល់ផ្សេងទៀតដែលអាចតែក្មេងនៅពេលដែលមនុស្សចាស់ផ្សេងទៀតធ្វើអ្វីខុសគាត់អត់ហ៊ានលុកមាត់ដោយសារគាត់គិតថាចាស់និយាយគ្នាឬក៏ចាស់ខុសចាស់តែងតែត្រូវក្មេងអត់ដែលត្រូវទេបាទហ្នឹងហើយចឹងលក្ខណៈបែបហ្នឹងវាជួយក្មេងបានច្រើនមែនតើដូចជាវាមិនមែនត្រឹមតែជួយឲ្យក្មេងហ្នឹងហ៊ានក្នុងការចែករំលែកនៅចំណេះដឹងមួយក៏អ្វីៗតែថ្មីទេហើយចឹងធ្វើឲ្យក្មេងហ្នឹងគឺផ្ដើមចេះរៀនពីមតិរបស់ខ្លួនចេះកែតម្រូវរបស់ខ្លួនចឹងការបញ្ចេញមតិហ្នឹងគឺវាប្រកាសជាមានការប្រសើរឡើងហើយដោយសារតែគាត់ហ្នឹងបានធ្វើវាជាញឹកញាប់ចឹងទៅគឺគាត់បានមានភាពប្រសើរឡើងក្នុងការបញ្ចេញមតិចឹងមតិរបស់គាត់នៅពេល
នៅពេលយូរទៅគឺមានការតែល្អទៅក្នុងការចែកម្លែកហ្នឹងហើយមួយទៀតហ្នឹងគឺវិធីសាស្ត្របែបហ្នឹងគឺជួយឲ្យក្មេងមានយើងត្រូវផ្ដល់ជំរឿសឲ្យក្មេងព្រោះអូហើយគាត់ទិញអាវ2អាវមួយប៉ុន្តែអាវហ្នឹងថាដូចគ្នាចឹងតែមាន2ពណ៌អញ្ចឹងយើងត្រូវតែឲ្យក្មេងហ្នឹងរៀនជ្រើសរើសដោយខ្លួនឯងយើងកុំថាអូពណ៌នេះស្អាតជាងហើយពណ៌នេះសមជាងថាឲ្យយើងឲ្យក្មេងជ្រើសរើសដោយខ្លួនឯងនៅពេលដែលក្មេងជ្រើសរើសហើយអញ្ចឹងត្រូវឲ្យក្មេងហ្នឹងឲ្យកូនរបស់គាត់ហ្នឹងរៀននៅពីជំរឿសរបស់គាត់វិញថានៅពេលគាត់ជ្រើសរើសអាហ្នឹងយកមកត្រូវអត់ប៉ុន្តែយើងមិនមែនថាយើងត្រូវតែព្រោះចំណុចខ្លះយើងអាចអនុវត្តអញ្ចឹងបានដោយសារតែហៅថារបស់ថ្លៃអញ្ចឹងណាប៉ុន្តែបើរបស់ធម្មតាតាមលទ្ធភាពរបស់ឪពុកម្ដាយដែលគាត់អាចទៅរួចអញ្ចឹងធ្វើឲ្យកូនរបស់គាត់នឹងមានក្នុងការមានសមត្ថភាពក្នុងការជ្រើសរើសរបស់ក្នុងការសម្រេចចិត្តធ្វើអ្វីមួយឲ្យបានត្រឹមត្រូវណាហើយបើសិនគាត់សម្រេចចិត្តខុសគឺយើងបង្រៀនឲ្យគាត់ថាឲ្យបង្រៀនរបស់គាត់ហ្នឹងគឺគាត់ចេះរៀនពីបទពិសោធន៍ដែលគាត់នឹងជ្រើសរើសខុសហ្នឹងមកវិញចឹងនៅពេលហ្នឹងក្មេងគឺចាប់ផ្ដើមមានទំនួលខុសត្រូវក្នុងការជ្រើសរើសរបស់គាត់ក្នុងការសម្រេចចិត្តរបស់គាត់ហើយមានការជ្រើសរើសហើយគឺគាត់ចេះសហការជាមួយឪពុកម្ដាយក្នុងការចែករំលែកនូវចំណេះដឹងចែករំលែកនូវមតិយោបល់ដើម្បីឲ្យគ្រួសាររបស់គាត់ហ្នឹងមានភាពរីកចម្រើនទៅមុខទៀតហើយមួយទៀតហ្នឹងគឺក្មេងហ្នឹងមានភាពឯករាជ្យក្នុងការបញ្ចេញមតិចេញយោបល់ឲ្យច្រើនហើយមួយទៀតហ្នឹងគឺគាត់ទទួលគឺគាត់គោរពនៅមិនថាគោរពទាំងមិត្តពីនៃក្នុងគ្រួសារហើយរួមទាំងច្បាប់នៅក្នុងសង្គមទៀតអញ្ចឹងចំណុចប៉ុណ្ណឹងគឺខ្ញុំចង់ចែកម្លែកប៉ុណ្ណឹងបាទអរគុណធីនសេដែលបានបង្ហាញទាំងចំណុចប្រមាណដូចជា3-4ចំណុចហើយតើតើទៅនឹងរបៀបនៃការចិញ្ចឹមកូននេះផងដែរហើយឪពុកម្ដាយគួរតែអាចថាជួយបដូរនៅសកម្មភាពមួយចំនួនដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់ការគិតទៅដល់អាកប្បកិរិយារបស់កូនដែលធ្វើឲ្យពួកគាត់នឹងខ្មាស់អៀនច្រើនមិនហ៊ានបញ្ចេញមតិការទំនាក់ទំនងជាមួយអ្នកដទៃវាអាចធ្វើឲ្យកូនលោកអ្នកហ្នឹងជាមនុស្សមួយនៅក្នុងសង្គមអត់មានទំនាក់ទំនងជាមួយអ្នកដទៃដែរដោយសារអីដោយសារមកពីរបៀបនៃការចិញ្ចឹមកូនហ្នឹងអត់ផ្ដល់សិទ្ធិសេរីភាពឬក៏ភាពឯករាជ្យផ្ទាល់ខ្លួនរបស់កូនហ្នឹងពេញលេញបាទដោយលោកទីនសេបានលើកឡើងហ្នឹងឧទាហរណ៍ទៅដូចនឹងរបៀបដែលនាំកូនដើរផ្សារទិញកៅអៅអញ្ចឹងយើងអាចផ្ដល់ជាជំរឿសឲ្យគាត់តើពណ៌ណាម៉ូដណាដែលគាត់ស្រឡាញ់យើងអាចផ្ដល់ជំរឿសឲ្យគាត់ជាមុនសិនប៉ុន្តែយើងត្រូវជាអ្នកអាចតែជាអ្នកគ្រប់គ្រងមួយដែរតើការជ្រើសរើសពណ៌ការជ្រើសរើសម៉ូដហ្នឹងវាលេចធ្លោខ្លាំងឬក៏វាអាចថាវាប៉ះពាល់ទៅដល់សិលធម៌នៅក្នុងសង្គមដែរឬអត់អានេះយើងគ្រាន់តែត្រួតពិនិត្យប៉ុណ្ណឹងបើសិនជាវាប៉ះពាល់យើងអាចផ្ដល់ជំរឿសឲ្យគាត់ផ្សេងតើគួរជ្រើសរើសបែបណាដែលឲ្យសមស្របទៅនឹងសង្គមដែលយើងរស់នៅនឹងបាទអរគុណពេលនេះគណៈពេលនេះខ្ញុំសូមសម្រាប់បន្តិចសិនវគ្គក្រោយយើងនឹងពិភាក្សាទៅលើចំណុចពិសេសមួយទៀតដែលសង្គមបច្ចុប្បន្នកំពុងតែកើតឡើងក្តៅដែលឪពុកម្ដាយគ្រប់រូបគាត់បានមិនសូវជាយកចិត្តទុកដាក់ប៉ុន្មានបាទពេលនេះសូមសម្រាប់បន្តិចសិន